add connect នេះ add connect ទី2នេះហ្នឹងពេលខ្ញុំចុច connect មកហើយខ្ញុំយកកាមេរ៉ា access point យក easy ណា easy ឥឡូវហ្នឹងប៉ុណ្ណឹងឯងបន្ទាប់មកទៀតយើងបើក Wi-Fi ទូរស័ព្ទពូព្រោះយើង connect មួយ Wi-Fi ហ៎នេះយើងរក V1 នេះឈ្មោះ V1 49D ហ្នឹងនេះឃើញអត់យើងយក pop មកនេះយើងវាយ password តាមលេខហ្នឹងមកដាក់ថ្មីនេះបានភ្ជាប់ហើយអញ្ចឹងយើងឃើញបានភ្ជាប់ហើយណាបន្ទាប់មកយើងមកបើកកម្មវិធីរបស់យើងនេះអញ្ចឹងពេលដែលយើងបើកកម្មវិធីរបស់យើងមកយើងចាំបន្តិចទៅចាំផ្លែដូចជាវា load សញ្ញាដូចបងអញ្ចឹងបើវាថ្មីទូរស័ព្ទខ្លះវាអត់ load មកលឿនទេយើងចុចមកនេះយើងចុចមកចុច OK ទៅនេះរបស់ពូ V2430 តែប៉ុណ្ណឹងនេះហើយអញ្ចឹងនេះពេញអញ្ចឹងតែយើងចុចមកហ្នឹងតែយើង select ទៅឥឡូវមានរូបវីដេអូអញ្ចឹងណាខ្ញុំ select កន្លែងនេះកន្លែងនេះហើយចុច import នេះពេលចុច import មកវា load ទៀតដំបូងទេតែយើងកុំយកបន្ថយ size យកឥឡូវនេះវាបន្ថយ size តូចយើងយក original មករូបច្បាស់ហើយយើង use មកយើងយក import មកវាមកវាចូលក្នុងកន្លែងរូបថតពូហើយ